លោកអ្នកកំពុងតាមដានស្ដាប់សំនៀងក្មេងវត្តខ្យល់រដូវរំហើយនាទសវត្សរ៍ឆ្នាំចាស់មួយនៅក្រោមល្បាក់ឆ្នាំ2000បានបក់ពំនាំនៅក្លិនផ្សែងភ្លើងនាតាមដងផ្លូវដែលស្ថិតតាំងនៅក្នុងភូមិករចំណាស់មួយចាក់ឃ្លាតដាច់សង្វែងអំពីភ្នែកបណ្ដាជនអ្នកដំណើរនៃដើមវេលាថ្ងៃលិចឈានចូលក្បាលព្រលប់មុនពេលស្បែកងងឹតនៃយប់គ្របដណ្ដប់អស់ទាំងស្រុងយ៉ាងហោចណាស់ក៏នៅឃើញមានស្រមោលវែងអូសកាត់ទៅទាំងផ្លូវអាស្រ័យនៅពន្លឺខ្លះដែលវាចាំងជះកាត់ព្រឹកព្រៃដូចជាដើមត្នោតដើមអំពិលអញ្ចាញដែលវាដុះរីប៉ាយនៅឯទីឆ្ងាយលឹមនាវាលស្រែអានីឲ្យតែល្ងាចនៅក្នុងភូមិរៀងមមាញឹកបន្តិចដោយហេតុផ្លូវមានសភាពតូចចង្អៀតអមដោយដីហុយទ្រលោមរាល់វេលាខណៈមានរទេះគោក្របីឬក៏សេះបោះឆ្លងកាត់សំលេងត្រដោកកណ្ដឹងឮអត់មានដាច់ឡើយផ្សំដោយទាំងសំលេងពស់អាក្មេងៗត្រូវម្ដាយវាកុកហៅឲ្យទៅងូតទឹកឬក៏ឡើងផ្ទះហូបបាយជុំគ្នានាតាមក្រោមសំយ៉ាវចំពោះក្មេងណាឌឺគេតែងមានពាក្យមួយឃ្លាដែលនិយាយបន្លាចថាមេឃងងឹតហើយឆាប់ឡើងផ្ទះប្រយ័ត្នប្រមាត់ប្រមងចាំវះក្រលៀនវាពិតជាមានប្រសិទ្ធភាពប៉ុន្តែគ្មាននរណាម្នាក់ធ្លាប់ឃើញឬក៏យល់ទេថាប្រមាត់ប្រមងនោះវាជាអ្វីឬរូបរាងបែបណានោះឡើយក្រឡេកទៅផ្ទះនីមួយសម្បូរតែសង់ខ្ពស់ផុតដីជារចនាបថពេញនិយមមិនចេះហួសសម័យនោះទេផុតហួសទៅមុខបន្តិចបើក្រឡេកទៅឯក្នុងព្រៃជួរខាងក្រៅភូមិគេនឹងឃើញមានខ្ទមតូចតម្រៀបគ្នាយ៉ាងហោចណាស់ក៏10ខ្នងដែរដែលវាបានបន្សល់ទុកមកអំពីពូទាហានជនជាតិវៀតណាមធ្លាប់សាងសង់អាស្រ័យនៅមិនថាត្រង់ណានោះទេគ្មានឡើយពាក្យថាភ្លើងអគ្គិសនីនៅពេលរាត្រីចូលមកដល់មានតែពន្លឺចង្កៀងព្រិចកាតផ្លុងដែលជះតែក្នុងទូផ្ទះរៀងខ្លួនបំភ្លឺអីពុំបានឆ្ងាយបណ្ដោយឲ្យផ្លូវគ្រប់កន្លែងងងឹតស្លុបមើលតែមុខគ្នានឹងមិនចង់យល់របស់របរនៅខាងក្រៅទាំងនឹងកលប៉ែលរនាស់ដែលដាក់ផ្អែកជាប់នឹងរបងសល់តែស្រមោលខ្មៅមនុស្សម្នាជួសសម្រាប់អស់បាត់ទៅហើយនៅសល់តែសត្វសំណក់គៀនផ្លូវចុះកំពូលស្មៅក្បែរនោះកំពុងហិតតាមព្រោះសត្វគីងគក់នៅឯជិតគល់នៃដើមផ្កាត្របែកព្រៃខាងលើដីចុងស្មៅមិនឆ្ងាយប៉ុន្មានពីគ្នាមានសុទ្ធតែពន្លឺពណ៌លឿងតូចដូចទៅនឹងអំពិលអំពែប៉ុន្តែវាមានរូបរាងជាដង្កូវល្អិតពណ៌ខ្មៅវែងនិងភ្លឺនៅឯចុងកន្ទុយទៅវិញទំនងជាសត្វគីងគក់កង្កែបទាំងនោះវាចេញមកស៊ីសត្វនេះហើយតាមមើលនៅម្ដុំមុខផ្ទះអ៊ំហ៊ានឃើញមានច្រើនជាងគេដាក់ភ្នែកទៅឃើញទៅភ្លឺប្រងព្រាតពេញដីក្រឡេកទៅឯក្រែរនីប្រស័យក្រំសម្រាប់ផ្ទះរបស់គាត់ឯនោះវិញក្រែរៀងតូចចង្អៀតបន្តិចបើធៀបទៅនឹងសមាជិកគ្រួសារក្មេងៗ5នាក់មានទាំងជំទង់មានទាំងអាតូចបងប្អូនគ្នា1ឆ្នាំ2ឆ្នាំប៉ុណ្ណោះកំពុងអង្គុយបត់ជើងក្នុងវង់បាយអ៊ំហ៊ានបញ្ឈរជង្គង់ម្ខាងទំពាបាយផ្អើតឯដៃម្ខាងក៏កាន់ស្លឹកព្រាដួសទឹកសម្លស្លឹកបាសរាវយកមកហុតទទួលទានគ្រួសារគាត់ជីវភាពមិនសូវល្អនោះទេប៉ុន្តែកូនច្រើនណាស់ដោយហេតុគាត់គិតថាប្រសិនពេលចាស់ជរាធ្វើអ្វីលេងបានបើកូនមួយមិនកើតនឹងបានកូនម្នាក់ទៀតមកមើលថែខ្លួនខណៈគ្រប់គ្នាកំពុងទំពាបាយមិនទាន់អស់ពីមាត់ផង
ស្រាប់តែមានសំឡេងកង់កញ្ចាស់មួយគ្រឿងបន្លឺស្នូច្រវាក់ធាក់មកពីឯចុងផ្លូវងងឹតព្រមជាមួយសំឡេងនិយាយរអ៊ូវែងម្នាក់ឯងឡើងពេញផ្លូវលោកកាត់មកដល់មុខផ្ទះអ៊ំហ៊ានភ្លាមនោះស្រាប់តែលឺស្នូក្រាំងព្រមជាមួយមាត់ស្រែកមួយម៉ាត់ហើយក៏ស្ងាត់ឈឹងត្រឹមមួយខណៈនោះបន្សល់ទុកតែដីហុយត្រឡប់នៅមុខផ្ទះបងវ៉ាន់ណេដែលជាកូនប្រុសច្បងកំឡោះធំជាងគេរបស់អ៊ំហ៊ានគាត់បានទម្លាក់ចានបាយចុះលើរនាបរួចទម្លាក់ជើងចុះរត់ប្រយទៅឯមាត់របស់មកដល់ឃើញតាចាស់ម្នាក់ស្លៀកខោខ្លីត្រឹមជង្គង់អត់អាវដេកននាលត្រដោស្រវាងងឹបចេញពីក្រោមតួកង់មកបងណេតស្ទុះទៅចាប់ទីកង់នោះចេញរួចលុកដៃក្រេះលោកតាឲ្យក្រោកឈរឡើងក្លិនស្រាសឈូលមកភីចេញពីច្រមុះដង្ហើមក៏ក្តៅរបស់លោកតានោះធ្វើឲ្យបងវ៉ាណេតងាកមុខចេញបន្តិចគាត់មិនទាន់បានជីសួរនាំអ្វីទេរវល់តែក្រេះលោកតាដើរចូលទៅឯខាងក្នុងដើរបណ្ដាជួយយកដៃបបោសធូលីដីដែលនៅជាប់តាមចិញ្ចើមតាមខោរបស់គាត់បណ្ដាមិនទាន់នឹងចូលដល់ផ្ទះផងក៏មានលឺសូរមាត់អ៊ំហ៊ានសាច់ឡើងក៏ក្អឹកពីលើក្រេមកទាំងបាយនៅពេញមាត់យីតាមេទៀតហើយតានេះស្វឹងហើយមិនក៏មិននៅមកកន្លែងសោះចឹងបើធ្លាក់ទឹកធ្លាក់បន្លាយស្លាប់ទៅច្បាស់ជាយីខុននឹងគេយកប្តីថ្មីទៀតអើយមកចូលមកហូបបាយជុំគ្នាសិនតាចាំស្វាងចាំទៅមុខទៀតកុំភ័យផ្ទះវាមិនរត់ចោលទេលោកតាមេលើកដៃមុខស្ទាបចង្ការដែលបែករលាត់ចេញឈាមបន្តិចរួចងក់ក្បាលទទួលការរាប់អានតែមាត់នៅតែទន្ទិញបន្ទោះរឿងផ្លូវកន្លុកឯណោះទៅវិញមិនព្រមទទួលស្គាល់ថាខ្លួនឯងស្រវឹងសោះជាធម្មតាអ្នកភូមិគឺបែបនេះឯងស្គាល់គ្នាសឹងតែរាល់ចំនួនផ្ទះចិត្តផ្ទះឆ្ងាយដើរចេញចូលហូបចុកចែករំលែកគ្នាដូចជាបងប្អូនបង្កើតឃើញមានអាសន្នក៏ជួយគ្នាឃើញគេដើរកាត់ក៏ហៅហូបបាយគ្មានសល់ចន្លោះផ្ទះណាឡើយប៉ុន្តែភ្លេចនឹកឃើញអំពីផ្ទះមួយបើមើលរំលងដំបូលសង្កសីកណ្ដាលរបស់អ៊ំហ៊ានទៅឯជើងភូមិមានផ្ទះធំមួយខ្នងសង់អំពីថ្មលាបថ្នាំពណ៌លឿងស្លេកវាជារចនាបថខ្មែរបារាំងបង្អួចឈើខាងលើបិទជិតឈឹងមានរបងថ្មព័ទ្ធជុំវិញកម្ពស់ស្មើក្បាលខុសប្លែកពីគេឯងផ្ទះនោះវាជាកម្មសិទ្ធិរបស់គ្រួសារអ្នកចំនួនមានទ្រព្យស្រុកស្ដំម្នាក់ដោយសារឋានៈខុសគ្នាឆ្ងាយពេកអ្នកភូមិទូទៅមិនសូវហ៊ានដើរទៅក្បែរឬក៏លុកមាត់រវល់ជាមួយគ្រួសារនោះទេឯម្ចាស់ផ្ទះក៏មិនដែលឃើញចេញមកប្រស្រ័យតាក់ទងទិញដូរឬលេងសើចជាមួយអ្នកណាឡើយផ្ទះធំល្វឹងល្វើយសង់ផុតពីគេឯងក៏ពិតមែនតែស្ងាត់ជ្រងំគួរឲ្យកោតញញើតណាស់ព្រោះរស់នៅតែ4នាក់ប៉ុណ្ណោះគឺប្តីប្រពន្ធម្ចាស់ផ្ទះលោកយាយចាស់ជរាម្នាក់និងកូនស្រីក្រមុំវ័យដែលទៅតែពេញរូបរាងម្នាក់ដែលកម្រនឹងចេញមកក្រៅឲ្យមានអ្នកភូមិណាបានឃើញមុខមាត់នាងច្បាស់ណាស់លុះត្រាតែនៅក្នុងភូមិឬក៏នៅវត្តមានពិធីបុណ្យធំអ្វីមួយទើបសុំអនុញ្ញាតពីឪពុកចេញមកដើរលេងម្ដងដែលមានមនុស្សធ្វើការក្នុងផ្ទះស្រីតាមមកជាមួយផ្ទះនោះនៅឃ្លាតពីអ៊ំហ៊ានប្រមាណជា20ម៉ែត្រប៉ុណ្ណោះតែចាស់ទុំពុំដែលនឹងស្ដីរកគ្នាសំបីតែមួយប្រយោគពីរលើកលែងតែបងណេតមិនដឹងគាត់មានវិធីសាស្ត្របែបណាបែរជាបានទៅស្និទ្ធស្នាលជាមួយកូនស្រីនៅផ្ទះនោះដោយទំនាក់ទំនងសម្ងាត់ខ្លាំងណាស់លើសពីអ្នកជិតខាងធម្មតាប៉ុន្តែជាទូទៅហើយក្រុមក្នុងភូមិតែងតែមកចំរោមលេបខាយពាក្យសម្ដីលេងសើចជាមួយបងណេតជាហួសហេតុដែលគាត់មិនសូវចាប់អារម្មណ៍ទេជីវភាពគាត់ក្រីក្រប៉ុន្តែគាត់កើតមកមានរូបរាងសង្ហាគឺមិនចាញ់តួកុនសេរីចាស់មិនខុសអីពីអ្នកនិទាននោះទេដោយទំនងជាហេតុនេះហើយទើបបានជាអាចមានឱកាសមានទំនាក់ទំនងស្និទ្ធស្នាលជាមួយមនុស្សស្រីម្នាក់ដែលសូម្បីតែមុខចំក៏មិនសូវមាននរណាធ្លាប់បានឃើញពន្លឺចង្គៀងប្រេងកាតផ្លុងនៅក្រោមផ្ទះអ៊ំហ៊ានចាប់ផ្ដើមរលត់ទៅម្ដងមួយតាមកម្លាំងខ្យល់រំភើយដែលបក់កាត់តាមមេបន្ទាប់ពីហូបបាយឆ្អែតបាត់អាការៈស្រវឹងខ្លះក៏បណ្ដាកងចេញទៅបាត់ស្រមោលឈើង
នៅលើក្រែរនីបបងនេតអង្គុយផ្អែកនឹងសសរភ្នែកសម្លឹងទៅរករបងថ្មពណ៌លឹងស្លេកដែលនៅឆ្ងាយលឹមពីភ្នែកគាត់រងចាំរហូតដល់តែស្ងាត់សំឡេងអ្នកផ្ទះគ្រប់គ្នាតាមវេលាដដែលដូចរាល់ដងបងអួចមួយខ្ពស់ដែលបែរមកខាងផ្ទះគាត់វានឹងរបាក់ឡើងហើយមនុស្សដែលនឹងអើតចេញមកញញឹមរកគ្នាពីចម្ងាយក៏គ្មាននរណាក្រៅពីស្រីមុំកូនស្រីម្ចាស់ផ្ទះនោះឡើយវាមិនមែនជាការញញឹមធម្មតាទេដោយសារពួកគាត់ប្រើភាសាមួយដែលយល់តែពីអ្នកប៉ុណ្ណោះនៅពេលយប់ជ្រៅបន្តិចបងនេះងើបឈរតិចសឹងមិនឲ្យលឺស្នូររនាគាត់ដើរកាត់ដប់កាត់កំពតព្រៃស្មៅឆ្ពោះសំដៅចាក់ចេញទៅឯមាត់ត្រពាំងខាងក្រោយឈៀងខាងជើងផ្ទះដោយគ្មានពិលគ្មានកែវបំភ្លឺនំផ្អើលគេនោះឡើយនៅទីនោះមានដើមស្វាយធំមួយដើមដុះមេឃសាខាគ្របពីលើមាត់ទឹកមានត្រឹមពន្លឺពីដួងច័ន្ទរឹមបំភ្លឺព្រាលនាពេលយប់ដ៏សែនស្ងាត់នោះយូរម្ដងដាក់ភ្នែកទៅឯខាងលិចឃើញតែស្រមោលព្រៃកណ្ដប់ឆ្ងាយខ្មៅកាត់ដោយមេឃប្រផេះសស្រឡះគ្មានផ្កាយមួយគ្រាប់សន្សើមក៏ចាប់ធ្លាក់ចំហាយត្រជាក់រសាត់មកប៉ះក្នុងដៃជារឿយក្រៅតែពីគាត់គ្មាននរណាទៀតទេបងនេតប្រាស់ខ្លួនអង្គុយបែរទៅមាត់ស្រះមួយស្របក់ក្រោយទើបមានស្រមោលនារីម្នាក់ទូកន្សែងដើរមើលឆ្វេងមើលស្ដាំសំដៅមករកគឺស្រីមុំនោះហើយពួកគាត់តែងតែលួចលាក់ជួបគ្នាបែបនេះប៉ុន្តែមិនបានយូរនោះទេព្រោះតែខ្លាចមានគេតាមមកឃើញទោះយ៉ាងណាក្តីពួកគាត់ក៏មិនព្រមបញ្ឈប់សកម្មភាពដ៏ខុសឆ្គងក្នុងភ្នែកចាស់មួយនេះឡើយចូលដល់ឆ្នាំបន្ទាប់ភាពក្រីក្របានវាយលុកផ្ទះអ៊ំហ៊ីនយ៉ាងខ្លាំងស្រែស្រូវដែលធ្លាប់តែផ្គត់ផ្គង់ចិញ្ចឹមក៏ខាតមិនបានផលឯកូនក៏កាន់តែធំចំណាយកាន់តែច្រើនអ៊ំហ៊ីនអង្គុយជក់បារីស្លឹកបង្ហុយផ្សែងប្អុយភ្នែកសម្លឹងមើលទៅបងនេះដែលកំពុងអង្គុយចងត្រឹងល្ពៅនៅក្បែររបងមុននឹងពោលពាក្យថាណែអូនអើយអ៊ំឯងនៅឯខេត្តកំពង់ចាមឯណោះកំពុងខ្វះមនុស្សជួយការងារឯងក៏ធំល្មមហើយកុំសំងំនៅតែក្នុងភូមិពេកអីល្មមចេញទៅរកចំណេះជំនាញខ្លះសម្រាប់ថ្ងៃអនាគតណាព្រោះឪមិនបាននៅជាមួយឯងពេញមួយជីវិតទេណាមួយផ្ទះយើងសពថ្ងៃជីវភាពវាក៏លំបាកដែរសំដីឪពុកធ្ងន់ដូចជាថ្មសង្កត់នៅលើទ្រូងមកនេះប៉ុន្តែគាត់ក៏មិនបានបដិសេធឡើយបើទោះជានៅក្នុងចិត្តជាប់ជំពាក់ជាមួយមនុស្សម្នាក់ពុំចង់នឹងចាក់ឃ្លាតទៅណាឆ្ងាយក៏ពិតមែនយប់នោះជាយប់ចុងក្រោយដែលបងវណ្ណេតណាត់ជួបស្រីមុំនិយាយគ្នាផ្ដាំផ្ញើលាជាហូរហែត្បិតប្រត់លើកនេះវាគង់នឹងយូរខែទៀតណាស់ទើបអាចត្រឡប់មកជួបម្ដងរាល់ក្តីមួម៉ងទាំងឡាយក៏មិនហ៊ានបរិយាយឲ្យអស់សេចក្តីរៀបរាប់ឲ្យគ្នាបានដឹងរំពឹងលើចិត្តដែលមិនសូវរឹងមាំប្រឹងលាក់អារម្មណ៍ត្រឹមនិយាយថាមិនអីនោះទេនឹងថែខ្លួនផងផ្សែងអាប់ពណ៌សស្ដើងនៅតែបន្តក្លុំគ្របដណ្ដប់លើដំបូលសង្កសីកញ្ចាស់និងតាមចុងស្មៅក្បែររបងផ្ទះនៅឡើយខណៈសំឡេងមន់រងាវតបគ្នាពីចុងភូមិម្ខាងទៅម្ខាងទៀតលន់កងរំពងបងវ៉ាន់ណេតបានរៀបចំខ្លួនរួចរាល់តាំងពីមេឃមិនទាន់ភ្លឺច្បាស់មកម្លេះគាត់មានត្រឹមសម្លៀកបំពាក់ពី3កំភ្លេរុំខ្ចប់យ៉ាងល្អនៅក្នុងក្រមាចាស់មួយស្ពីឈៀងជំហៀងជាប់នឹងស្មាខាងឆ្វេងជើងទាំងពីរដែលធ្លាប់តែដើរជន់ដីភូមិរាល់ថ្ងៃខណៈនេះកំពុងបោះជំហានយ៉ាងលឿនកាត់ផ្លូវលំរត់ដែលប្រដប់បន្សល់ទុកត្រឹមស្នាមដានជើងលីឡំនឹងសំណើមនៃសន្សើមនាព្រហិមព្រឹកដ៏ស្ងាត់ឈឹងខណៈមនុស្សបានឈានផុតទៅហួសចាកឆ្ងាយទៅហើយមកដល់ថ្នល់កៅស៊ូខាងក្រៅបងវណ្ណេតឈោអប់ទ្រង់រងាញ័រតិច
កៅភ្នែកសម្លឹងមើលទៅមុខផ្លូវទទេស្អាតរងចាំអស់ពេលជាយូរទើបលឺស្នូម៉ាស៊ីនឡានក្រហឹមគោកក្រឹកគក្រែងមកវាជាឡានដឹកទំនិញធុនធំមួយគ្រឿងតួឡានប្រឡាក់សុទ្ធទៅដីភក់ឡើងក្រាស់មើលឃើញច្បាស់ពីចម្ងាយបងណេតលើកដៃបក់ស្ទះរួចក៏សំតោងឡើងជិះនៅត្រង់ខាងក្រោយជាមួយបាវស្ពៃបន្លែមានទាំងកង់ក្មេងទាំងអំពៅខ្វិតមានទាំងសម្ភារៈដូចជាចង្ក្រានដីឥដ្ឋនៅលាយឡំជាមួយគ្នាយ៉ាងចម្រុះចំពោះរថយន្តឈ្នួលដឹកអ្នកដំណើរដោយផ្ទាល់តែម្ដងវាមិនសម្បូរនោះឡើយគេពឹងលើវិធីនេះហើយដើម្បីអាស្រ័យធ្វើដំណើរផ្លូវឆ្ងាយខ្លះក៏ត្រូវចុះពាក់កណ្ដាលផ្លូវត្រង់ទីបំបែកដោយហេតុដំណើរមិនមានសុទ្ធតែគោលដៅតែមួយកង់ឡានរមិលកិនកំតិចថ្មបន្លឺខ្ទាតផ្ទាត់សំឡេងរ៉ាវហុយត្រឡំទៅក្រោយនាំបងវណ្ណេតហួសផុតអំពីទឹកដីកំណាត់ដ៏កក់ក្ដៅឆ្ពោះទៅកាន់ទីពុំដែលស្គាល់មិនដែលនឹងប៉លជើងបានប៉ះស៊ុំ3ម្ដងនាទឹកដីថ្មីនៃខេត្តកំពង់ចាមគិតចាប់ពីថ្ងៃដែលគាត់ចាក់ចេញអំពីភូមិកំណើតទៅការតាក់ទងគ្នារវាងគាត់និងស្រីមុំក៏ត្រូវបានកាត់ផ្ដាច់សូន្យឈឹងដូចជាចង្កៀងដែលគេបោះពន្លត់សូម្បីសម្បត្តិមួយសន្លឹកពាក្យសួរសុខទុក្ខផ្ដាំផ្ញើតាមនរណាមកមួយម៉ាត់ក៏មិនមានរាល់រាត្រីបង្អួចឈើនៃភូមិគ្រឹះពណ៌លឿងតែងតែរបាក់ឡើងបន្តិចដើម្បីឲ្យកៅភ្នែកដ៏ក្រៀមក្រំរបស់នារីក្រមុំសម្លឹងមើលចុះមកក្រោមរកមើលស្រមោលអ្នកកំឡោះដែលនៅក្បែររបងប៉ុន្តែអ្វីដែលនាងទទួលបានគឺមានត្រឹមតែភាពស្ងាត់ជ្រងំសំឡេងសត្វចង្រិតយំនិងភាពងងឹតដែលសង្កត់សង្កិនផ្លូវចិត្តតែប៉ុណ្ណោះពេលវេលាចេះតែរំកិលទៅមុខយឺតមួយថ្ងៃចូលមួយខែរហូតស្លឹកឈើជ្រុះបដូរពណ៌រំលងផុតទៅអស់រយៈពេល5ខែពេញយប់មួយដង្ហើមនៃខ្យល់ជំនោរបក់ត្រជាក់ស្រេកស្រដៀងនឹងយប់ដែលពួកគេបែកឃ្លាតគ្នាស្រាប់តែមានស្រមោលមនុស្សប្រុសម្នាក់ដើរស្ពីបង្វិចចូលមកកាន់ភូមិត្រឹមមើលឃើញពីតាមមាត់បង្អួចផ្ទះស្រីមុំក៏ចាំបានយ៉ាងច្បាស់ថាគឺជាវណ្ណេបុរសបណ្ដោះចិត្តនោះហើយគ្រាន់តែមកដល់ផ្ទះភ្លាមជជែកជាមួយអ៊ំហ៊ានដែលជាឪពុកមិនបានប៉ុន្មានយប់ជ្រៅបន្តិចគាត់ក៏បានបាត់ខ្លួនពីផ្ទះមិនខុសកាលពីមុននោះឡើយគឺគាត់បានណាត់ជួបជាមួយស្រីមុំដោយក្តីនឹករលឹកជាពេកពុនប្រមាណក្រោយមកត្រឹមរយៈពេល3ថ្ងៃគាត់ក៏ត្រូវធ្វើដំណើរត្រឡប់ទៅវិញដោយមិនអាចសម្រាកស្នាក់នៅផ្ទះបានយូរទេបើទោះត្រឹមយូរម្ដងបានមកជួបគ្នាប៉ុន្តែទំនាក់ទំនងនៅតែស្អិតរមួតមិនខុសកាលកន្លងនោះឡើយហើយរឿងក៏ចាប់ផ្ដើមកើតឡើងពីចំណុចនេះវេលាចេះតែរបេះទៅមុខយ៉ាងស្ងាត់ស្ងៀមពីអាទិត្យពេញបានរំកិលទៅមុខហួសបន្តនៅក្នុងបន្ទប់ដ៏ទូលាយស្រីមុំកំពុងអង្គុយទម្លាក់ខ្លួនលើកៅអីឈើមុខកញ្ចក់ទូសំអាងរបស់នាងកៅភ្នែកដែលធ្លាប់តែភ្លឺថ្លាពេលនេះប្រែជាស្រអាប់កកមានស្នាមក្រវងខ្មៅស្រាលដក់នៅពីក្រោមនាងលើកដៃស្ដាំកាន់ក្រាស់ស្នែងក្របីមកសិតសក់យឺតតែដៃនោះញ័រទៅត្រើតហាក់ដូចជាកំពុងលើករបស់ដែលមានទម្ងន់រាប់គីឡូសិតបានតែពី3កាលចុងដៃក៏បណ្ដោយទម្លាក់ក្រាស់នោះចុះមកលើផ្លូវវិញព្រោះតែកម្លាំងក្នុងខ្លួនដូចជាខ្សោះខុសប្លែកពីធម្មតារបបភ្នែកនេះចេះតែទន្ទ្រាំធ្លាក់ចុះមកក្រោមឥតជប់ឈរទោះបីជាខំប្រឹងបើកប្រឆាំងយ៉ាងណាក៏វានៅតែចង់បិទចិត្តរហូតនាងងើបឈរយឺតសំដៅទៅរកក្រេតដេកនិងប្រាស់ខ្លួនទៅននីលរកកន្លែងកក់ក្ដៅមួយសន្ទុះក្រោយមកសំឡេងគោះទ្វារតុកក៏លន់លឺឡើងពីខាងក្រៅមីងខួចដែលជាអ្នកបម្រើចាស់នៅក្នុងផ្ទះរុញទ្វារបន្តិចរួចឈានជើងចូលមកដៃកាន់ថាលង្ហិនមានទឹកក្តៅអ៊ុននិងអន្សមជ្រុះបំពងមាត់គាត់បាននិយាយពោលពាក្យសម្ដីមកថាអ្នកនាង
ក្រោកញ៉ាំអីបន្តិចសិនទៅលោកស្រីឲ្យយកមកគាត់និយាយមិនទាន់ចប់ប្រយោគផងស្រីមុំដែលកំពុងតែភ្នែកសឹមនោះក៏កន្ត្រាក់ខ្លួនងើបមកវិញយ៉ាងលឿនគ្រាន់តែក្លិននៃខ្លាញ់និងខ្ទឹមសចេញពីអន្សមភីមកប៉ះចុងច្រមុះភ្លាមអារម្មណ៍មួយពុះកញ្ជ្រោលច្រាលទឹកមាត់ឡើងដល់បំពង់កនាងលើកដៃទាំងពីរមកខ្ទប់មាត់និងច្រមុះងាកមុខចេញទៅម្ខាងដំណើររលកនៃសេចក្តីធុញថប់ក្តៅក្រហាយក្នុងចិត្តបានបក់បោកមកមួយរំពេចនាងបានកំហុកប្រាប់ទៅមីងខូចថាយកចេញទៅវិញទៅមីងឆាប់យកចេញទៅខាងក្រៅភ្លាមសំឡេងនេះរត់ទៅតឹងតែងខុសទម្លាប់ខុសអំពីនាងរាល់ដងដែលតែងនិយាយស្ដីទន់ភ្លន់សូម្បីជាមួយអ្នកបម្រើនៅក្នុងផ្ទះថាលង្ហិននៅក្នុងដៃមីងខូចញ័រតតាតទង្គិចកែវលន់ស្នូគ្រឿងគាត់បើកភ្នែកធំសម្លឹងមើលមុខអ្នកនាងតូចដោយក្តីងឿងឆ្ងល់តែមិនហ៊ានមាត់កតបសូម្បីមួយម៉ាត់គាត់ប្រញាប់អោនក្បាលរួចដើរបោះជំហានថយក្រោយចេញពីបន្ទប់នោះយ៉ាងលឿននិងទាញទ្វារបិទវិញថ្នមសឹងមិនលឺស្នូរបន្ទប់ធ្លាក់ចូលទៅក្នុងភាពស្ងាត់ជ្រងំម្ដងទៀតស្រីមុំទាញភួយស្ដាងមកហុំត្រឹមចង្កាម្រាមដៃទាំងពីរក៏ខ្ញាំចុងភួយនោះជាប់ទឹកមុខពោពេញទៅដោយកង្វល់នាងមិនយល់សោះថាខ្លួនឯងកំពុងកើតអីគ្រាន់តែឮសំឡេងឆ្កែព្រុសពីចម្ងាយឬសំឡេងស្លឹកឈើប៉ះគ្នានៅក្រៅបង្អួចក៏ធ្វើឲ្យនាងមានអារម្មណ៍រសាប់រសល់ស្មុគស្មាញចង់តែយំចង់តែខឹងនឹងមនុស្សជុំវិញខ្លួនដោយគ្មានមូលហេតុច្បាស់លាស់រាងកាយនាងពេលនេះទន់ជ្រាយត្រូវតែការសម្រាកបិទភ្នែកតែប៉ុណ្ណោះអាការៈចាញ់ក្លិនចំណីនិងការទន់ខ្សោយរាងកាយនេះមិនមានកើតឡើងត្រឹមតែមួយយប់មួយព្រឹកនោះទេកាលបរិច្ឆេទលើប្រតិទិនជញ្ជាំងត្រូវបានគេហែកទម្លាក់ចោលម្ដងមួយសន្លឹករហូតចូលដល់ខែទី3រាល់ដងឲ្យតែក្លិនបាយពុះក្នុងឆ្នាំងឬក្លិនខ្ទឹមសរំលីងខ្លាញ់ភីបក់ចូលមកតាមចន្លោះប្រហោងទ្វារស្រីមុំតែងតែស្ទុះរត់ទៅអោបកន្ថោស្ពាន់នៅកាច់ជ្រុងបន្ទប់ក្អួតចង្អោចេញមកសុទ្ធតែទឹកជូររហូតតតែអស់កម្លាំងទន់ខាចរលីងនាងដេកដកដង្ហើមញាប់ផ្ទាល់នឹងឥដ្ឋការ៉ូរូបរាងកាយដែលធ្លាប់តែមានសាច់ឈាមពេញបរិបូរណ៍ពេលនេះប្រែជាស្គមស្គាំងក្រៀមក្រោះថ្ពាល់ទាំងសងខាងរបស់នាងខូងជួលជ្រៅរវងភ្នែកក៏ដកខ្មៅខោអាវដែលធ្លាប់តែស្លៀកល្មមខ្លួនក៏ប្រែជារលងធ្លាក់លេងជាប់ចង្កេះនាងតែងតែលួចយកក្រណាត់មករុំចងពោះខ្លួនឯងដើម្បីបិទបាំងក្បាលពោះដែលចាប់ផ្ដើមឡើងរឹងនិងរុញលៀនចេញក្រៅម្ដងបន្តិចនាងច្របូកច្របល់ពេញខួរក្បាលពោពេញទៅដោយសេចក្តីភ័យខ្លាចត្រូវការតែបងវណ្ណេតមកនៅក្បែរជាប្រញាប់ដោយឃើញស្ថានភាពកូនស្រីកាន់តែទ្រុឌទ្រោមស៊ីក៏មិនចូលដេកក៏មិនលុះម្ដាយរបស់នាងក៏កើតការព្រួយបារម្ភជាខ្លាំងដោយស្រីមុំតែងតែខំប្រឹងលាក់បាំងធ្វើឲ្យអ៊ំស្រីមិនដឹងអ្វីក្រៅពីនាងឈឺនោះឡើយគាត់បានឲ្យគេទៅហៅគ្រូពេទ្យនៅឯក្រៅភូមិមកមើលដល់ក្នុងបន្ទប់បើទោះជាកូនស្រីគាត់បដិសេធយ៉ាងណាក៏ដោយមិនយូរប៉ុន្មានលោកគ្រូពេទ្យវ័យចំណាស់ម្នាក់ក៏បានមកដល់គាត់ទម្លាក់កាបូបស្បែកពណ៌ត្នោតចាស់សឹករិចរិលនៅលើតុរួចក៏ទាញកៅអីមកអង្គុយផ្ទាល់មុខស្រីមុខគាត់ចាប់ប្រើក្បួនវិជ្ជសាស្ត្ររបស់គាត់ពិនិត្យមួយសន្ទុះធំបន្ទប់ទាំងមូលធ្លាក់ចូលទៅក្នុងភាពស្ងាត់ជ្រងំមានតែសំឡេងខ្យល់ដកដង្ហើមសន្សឹមនិងស្នូតនាឡិកាទឹកនៅលើជញ្ជាំងតែប៉ុណ្ណោះកន្លងទៅមួយស្របក់ទៀតលោកគ្រូពេទ្យដកដង្ហើមធំគាត់ងើបមុខមកវិញញញឹមទៅកាន់អ៊ំស្រីហើយក៏និយាយស្រាលខ្សឹបដាក់ត្រចៀកគ្រាន់តែពាក្យខ្សឹបនោះបន្លឺចប់ភ្លាមអ៊ំស្រីផ្ទុយពីសប្បាយចិត្តតែបែរជាថាកែវទឹកនៅក្នុងដៃក៏របូតធ្លាក់ប្រាខ្ចាយបែកអំបែងខ្ទាតពេញឥដ្ឋខាងក្រៅគាត់ស្ទើរតែទន់ជង្គង់យកដៃគក់ទ្រង់ខ្លួនឯងហើយមាត់ចេះតែពោលទាំងមួមមងថាច្បាស់ជាស្លាប់ហើយ
ឯងដឹងច្បាស់ជាស្លាប់មិនខានទេប៉ុន្តែគ្រប់យ៉ាងលាក់បាំងចិត្តបានយ៉ាងណាបើមនុស្សនៅផ្ទះជាមួយគ្នាឪពុករបស់នាងខឹងខ្លាំងណាស់សម្រាប់មនុស្សចំនួននោះកូនស្រីក្រមុំមិនទាន់រៀបការតែបើជាមានផ្ទៃពោះលួចលាក់បែបនេះគឺជាការជន់ឈ្លីកិត្តិយសវង្សត្រកូលជាទង្វើដែលសង្គមមនុស្សកាលនោះបានស្អប់ខ្ពើមជាខ្លាំងបើលេចលឺទៅឪពុករបស់នាងបានទៅទាញរពត់ផ្ដៅពីលើទូខោអាវអូសកាត់ឥតការ៉ូរួចឈានជើងមកវាយសំពងលើខ្នងស្រីមុំឥតប្រណីដៃសំលេងរំពាត់ហែកខ្យល់លន់ស្នូវឹបវាប់ប៉ះសាច់ត្រង់ណាដាក់ទៅកន្ទួលបាយឈាមនៅត្រង់នោះគាត់បិទទ្វារវីបណ្ដាឯមាត់ក៏ស្រែកកំហោកជាស្ដីផងជំរិតទាញសក់ក្បាលកន្ត្រាក់ឲ្យងើបមុខឡើងសួរនំផងយ៉ាងកំរោលភ្នែកគាត់ទាំងសងខាងឡើងក្រហមច្រាលឯស្រីមុំនាងដេកននារួញខ្លួនដូចជាដង្កូវប៉ះភ្លើងដៃទាំងពីរប្រឹងក្តោបអោសពោះរបស់នាងយ៉ាងណែនមិនព្រមលេងឡើយមីងខូចនឹងអ៊ំស្រីស្ទុះចូលទៅលុតជង្គង់អោបជើងអ៊ំប្រុសដើម្បីអង្វរគាត់តែត្រូវគាត់ធាក់រុញប្រវាសឲ្យខ្ទាតទៅម្ខាងពេលនេះគ្មាននរណាអាចចូលក្បែរឬក៏ទប់កំហឹងដូចឆេវឆាវរបស់គាត់បានឡើយកម្លាំងរំពាត់រឹតតែសំពងខ្លាំងឡើងរហូតស្រីមុំទ្រាំលេងបាតខ្នងរបស់នាងពោពេញទៅដោយស្នាមមានទាំងឈាមខ្លះក្រវេមក្រវាមឡើងក្រហមឆ្អៅដងហើមក៏ដកថប់ដាច់ស្ទើរតែផុតរលត់ទៅហើយពេលរំពាត់ផ្ដៅកំពុងងើបឡើងខ្ពស់ផុតក្បាលបំរុងនឹងធ្លាក់មកសំពងមួយទំហឹងម្ដងទៀតនាងក៏ព្រមសារភាពប្រាប់ទៅគ្រប់យ៉ាងថាខ្លួនបានលួចមានទំនាក់ទំនងជាមួយបងវ៉ាណេតជាយូរមកហើយគ្រាន់តែឮឈ្មោះបងវ៉ាណេតរបូតចេញពីមាត់កូនស្រីភ្លាមលោកអ៊ំប្រុសម្ចាស់ផ្ទះឡើងរឹងថ្គាមគាត់ខំថ្មិញតទៅសាច់ថ្ពាល់ឡើងកន្ត្រាហើយក៏ក្តាប់រំពាត់នៅក្នុងដៃញ័រទៅតាតគ្មានហើបមាត់ស្ដេចអ្វីបន្តសូមបីតែមួយម៉ាត់ព្រោះកំហឹងរុញច្រានឡើងមកជុកណែនពេញដើមកគាត់ក្រវីសរំពាត់ចោលទៅម្ខាងលន់ស្នូប្រាវប៉ះនឹងទូកញ្ចក់រួចបងវាយខ្លួនបោះចំហៀនធ្ងន់ទាញទ្វារដើរចេញទៅខាងក្រៅបន្សល់តែសម្រាប់ជើងចង់រង្គើផ្ទះមិនយូរប៉ុន្មានស្នូស្បែកជើងរបស់គាត់ក៏បានដើរមកជប់ងក់នៅចំពីមុខរបងផ្ទះរបស់អ៊ំហ៊ានគាត់មិនបានស្រែកហៅជំរាបស្រួលបួននោះទេគឺលើកជើងធាក់របងឫស្សីមួយទំហឹងលន់ស្នូប្រាបាក់របាក់ចំហទាំងប្រលប់អ៊ំហ៊ាននិងប្រពន្ធគាត់កំពុងតែដេកលងលក់ត្រូវភ្ញាក់ស្ទុះមករត់ចុះមកទាំងបាត់ជើងទៅទេចាស់ទុំទាំងពីរនាក់មិនទាន់ដឹងរឿងអីផងក៏ត្រូវឪពុកស្រីមុំចង្អុលមុខជេរប្រតិចដោយពាក្យអសុរោះនិងទម្លាយរឿងអាស្រូវរបស់កូនប្រុសគាត់ចេញមកកណ្ដាលមុខអ៊ំហ៊ានភ័យទន់ជង្គង់លើកដៃសំពះសុំទោសពួកគាត់មិនបានដឹងរឿងអីតតែសោះតែលោកអ៊ំប្រុសនោះគាត់មិនព្រមទទួលដឹងឡើយគាត់ទាមទារសំណងជំងឺចិត្តយ៉ាងដាច់អហង្ការរហូតដល់ត្រូវលក់គោលក់ក្របីដែលនៅសេសសល់ខ្ទេចខ្ទីលោកអ៊ំហ៊ានថែមទាំងបានសន្យាថាទោះបីជាក្មេងៗវាជ្រុះទៅហើយតែលោកនឹងសរសេរសំណេរសម្បត្តិមួយហៅបងវ៉ាណេតឲ្យត្រឡប់មកផ្ទះវិញជាប្រញាប់ដើម្បីទទួលខុសត្រូវនិងរៀបការតាមប្រពៃណីកុំឲ្យខូចឈ្មោះគ្រាន់តែលឺដូច្នេះឪពុកស្រីមុំក៏ស្ដោះទឹកមាត់ផែទៅលើដីក្បែរចុងជើងរបស់អ៊ំហ៊ានរួចក៏ចង្អុលមុខបញ្ជាក់យ៉ាងច្បាស់ថាកុំយល់សពយុករណាត់រហែកប្រប៉ះសូននោះទីរកក្នុងពោះនោះវាមិនមានឪពុកទេក្ររហាមយ៉ាងពួកឯងនេះកុំសង្ឃឹមថាបានជាប់សាច់ឈាមជាមួយអញឯសោះនិយាយចប់គាត់ក៏ដើរចូលផ្ទះបិទទ្វាររបងដែកលន់ស្នូក្រាំងទុកឲ្យឪពុកម្ដាយបងវ៉ាណេតមិនដឹងខ្លួនថាត្រូវធ្វើអ្វីបន្តទៀតដោយសារតែទំហំនៃសម្លេងឆ្លុះប្រកែកគ្នាលន់ឮសូរខ្លាំងពេករឿងរ៉ាវទាំងអស់ក៏មិនអាចលាក់បាំងចិត្តដែរគេបានដឹងឮរហូតទៅដល់ឯក្នុងភូមិ
ដោយមិនដឹងថាអ្នកចែកចាយដំណឹងដំបងនោះជានរណាទេចាប់ពីថ្ងៃនោះមកស្រីមុំមិនដែលហ៊ានឈានជើងចេញពីបន្ទប់ទេជារៀងរាល់ថ្ងៃនាងបានត្រឹមតែឈរគៀនជញ្ជាំងយកម្រាមដៃរុញរបើកទ្វារបង្អួចឈើបន្តិចដើម្បីលួចអើតមើលទៅផ្លូវខាងក្រៅរាល់ពេលមានអ្នកភូមិដើរឬក៏ជិះកង់ទួលកញ្ច្រែងកាត់ពួកគេតែងតែងាកក្បាលសម្លឹងមកមើលភូមិគ្រឹះពណ៌លឿងស្លេកស្លេកនេះកៅភ្នែកអ្នកភូមិទាំងនោះពោពេញដោយការមើលងាយមើលថោកផ្សំនឹងគេមិនសូវចូលចិត្តអត្តចរិតរបស់អ៊ំប្រុសម្ចាស់ផ្ទះផងនោះគេក៏កាន់តែពេបមាត់ពេបកនិយាយខ្សឹបខ្សៀវគ្នាបន្ថែមទៀតស្រីមុំប្រញាប់ទាញបង្អួចបិទចិត្តវិញផ្អែកខ្នងទៅនឹងជញ្ជាំងយំខ្សឹបខ្សួលតែម្នាក់ឯងស្ទើរតែរៀងរាល់យប់ពេលវេលាចេះតែរំកិលទៅពោះរបស់នាងក៏កាន់តែធំឡើងមិនអាចយកសម្ពុតមករំបិទបាំងដូចពីមុនទៀតទេរាល់ដងពេលដែលនាងដើរចេញទៅក្រៅបន្ទប់ដើម្បីផឹកទឹកប្រសិនបើមានឪពុកនាងដើរមកទាន់ដែរគាត់តែងតែទម្លាក់កែវកាហ្វេនៅលើតុលន់ស្នូបផាំងរួចក៏បោះសម្ដីធ្ងន់ជាដៀលថ្មេះផ្ដាច់សាច់ផ្ដាច់ឈាមដៀលដល់ទាំងពូជខាងម្ដាយមិនដែលខានមួយពេលនោះទេចំណែកឯបងវ៉ាណេតវិញបាត់ដំណឹងឈឹងតាំងតែពីថ្ងៃដែលត្រឡប់ទៅវិញលើកទី2នោះគាត់មិនទាន់បានដឹងរឿងអ្វីនោះទេដោយហេតុតែឪពុកគាត់ទើបតែផ្ញើសម្បត្តិទៅមិនដឹងថាទៅដល់ដៃឬក៏នៅចំពោះស្រីមុំសម្ពាធពីឪពុកផងក្តីអាម៉ាស់ពីអ្នកភូមិផងនិងការទន្ទឹងរង់ចាំមនុស្សជាទីស្រឡាញ់ដែលបាត់មុខឈឹងផងបានធ្វើឲ្យផ្លូវចិត្តរបស់ស្រីមុំធ្លាក់ដល់ចំណុចសូន្យព្រលប់មួយនាងបានបាត់មុខបាត់មាត់បាត់ទាំងខ្លួនលេចឃើញចេញមកហូបបាយហូបទឹកជុំគ្នាម្ដាយរបស់នាងបានឡើងទៅដល់បន្ទប់ខាងលើប៉ុន្តែទ្វារត្រូវបានបិទជិតពីខាងក្នុងមានឮតែសំឡេងយំតិចរសាត់មកដោយមិនអាចធ្វើអ្វីបានគាត់បានត្រឹមតែដកដង្ហើមធំក្រវីក្បាលតិចហើយក៏ថយមកវិញមិនយូរប៉ុន្មានភាពស្ងាត់ជ្រងំនៃយុគអត្រាបានគ្រប់ដណ្ដប់ភូមិទាំងមូលឲ្យស្ងាត់ជ្រាបទៅតាមកាលវេលាអ្វីដែលអាចមានឮមានតែសំឡេងខ្យល់ធ្ងរវឺតបក់រំជួយចុងប្រេងម្ដងម្កាលភ្លើងគ្រប់កន្លែងត្រូវបានពន្លត់ងងឹតស្លុបមនុស្សម្នាដេកលងលក់ក្នុងដំណេកយ៉ាងស្កប់ស្កល់ស្រាប់តែខណៈនោះសំឡេងមនុស្សប្រុសម្នាក់ស្រែកបន្លឺឡើងពីមាត់ផ្លូវមុខរបងខ្លោងដោយគ្មាននរណាដឹងថាកើតអ្វីទេដំបងឡើយមនុស្សក្នុងផ្ទះមិនសូវចាប់អារម្មណ៍ឡើយប៉ុន្តែត្រឹមតែមួយស្របក់ខ្លីប៉ុណ្ណោះសំឡេងបោះចំហៀនរត់កុកក្រឹកកុកក្រែងក៏បន្លឺឡើងបន្តពីចម្ងាយពីមនុស្សម្នាក់ខ្លាចជា4-10នាក់នាំគ្នាមករោមជុំចិត្តឈឹងខាងត្បូងបញ្ឆិតមុខផ្ទះស្នូអង្រួនទ្វាររបងដាច់ធំលន់ក្រាំងកងរំពងអមដោយមនុស្សស្រែកលោឡាហៅម្ចាស់ផ្ទះទាញឲ្យមនុស្សគ្រប់គ្នាក្នុងផ្ទះស្ទុះភ្ញាក់ក្រោកពីលើគ្រែព្រមគ្នាឆ្កែក្នុងភូមិចាប់ផ្ដើមព្រឹងតគ្នាទ្រហឹងអឹងកលោកអ៊ំប្រុសធាក់ភួយចេញពីខ្លួនស្ទុះចុះពីលើគ្រែទាំងមុខក្រហមងាងក៏ទាញសរងមកស្លៀកចងខ្នប់ជាប់ចង្កេះបោះចំហៀនធ្ងន់ចុះកម្មចិនដារួចសម្ដៅទៅមាត់ទ្វារធំគណៈកណ្ដាប់ដៃក្តាប់ជួលគ្នាយ៉ាងណែនគាត់បំរុងនឹងហើបមាត់ជាប្រតិចពួកអ្នកភូមិដែលហ៊ានមករំខានដំណេកគាត់ទាំងកណ្ដាលយប់នេះទៅហើយតែជើងគាត់ក៏ត្រូវទប់ឈប់ងក់ភ្លាមពេលរុញទ្វារឲ្យរបើកចេញក្រៅជួបនឹងអ្នកភូមិមានលោកអ៊ំម្នាក់កំពុងចង្អុលដៃញ័រទៅតាត់ទៅលើគេប្រាប់យ៉ាងប្រញាប់ញាប់មាត់ថាកូនស្រីរបស់គាត់អង្គុយអោបពោះសុំចុងជើងមកក្រៅមាត់បង្អួចគ្រាន់តែឮប្រយោគនេះភ្លាមអ៊ំស្រីដែលទើបតែរត់មកដល់តាមពីក្រោយប្តីយកដៃញីភ្នែកដែលនៅសេះសល់ងងុយរួចបើកធំងើយសម្លឹងទៅលើឯបរិវេណខាងក្រៅផ្ទះគាត់ស្លុតស្មារតីស្រែកចាស់រួចបោះចំហៀនរត់កាត់ទីធ្លាសម្ដៅទៅ
ចំណែកឯអំប្រុសឯនោះវិញបដូរពីខឹងទៅជាភ័យស្លេកមុខគាត់បង្វែរខ្លួនមួយទំហឹងស្ទុះរត់ឡើងកម្មចិនដាថ្មត្រឡប់ទៅជន់ខាងលើវិញលន់ស្នូតតឹបយ៉ាងលឿនសំដៅទៅបន្ទប់គុណស្រីដៃរបស់គាត់មិនទាន់បានលុកទៅចាប់បាក់កន្លឹះទ្វារផងស្រាប់តែសំលេងរាងកាយធ្លាក់ចុះមកពីលើទីខ្ពស់យ៉ាងធ្ងន់លីឡំនឹងស្នូទង្គិចវត្ថុរឹងលន់ប្រាវចេញពីដីក្បែររោងចំហៀងខាងក្រោមផ្ទះកំណាត់ដែកអិតចាយនិងបំពង់ទីបចាស់ដែលកោទុកនៅទីនោះខ្ទីតរីប៉ាយរមៀល 4-5 ម៉ែត្ររួចក៏ស្ងាត់ជ្រងំទៅវិញអ៊ំស្រីរត់ទៅដល់មុនគេដងហើមគាត់គាំងចង់ស្ទះទ្រូងពេលពន្លឺពិលរបស់អ្នកភូមិដែលកំពុងសម្រុកចូលមកចាំងរឹមកាត់ចំរាងកាយមួយដែលកំពុងដេកផ្កាប់មុខនៅលើគំនរដែកច្រេះស៊ីទាំងនោះវាជារាងកាយរបស់ស្រីមុំអ៊ំស្រីស្ទុះចូលទៅលុតជង្គង់ក្បែរគ្រប់យ៉ាងបានហួសពេលបាត់អស់ទៅហើយអ្វីដែលធ្វើឲ្យអ្នកភូមិដែលចូលមកតាមក្រោយឃើញហើយត្រូវលើកដៃខ្ទប់មុខងាកមកចេញនោះគឺសភាពនៅទីកន្លែងនោះឈាមចាប់ផ្ដើមជ្រាបចេញមកច្រោករីកដាប់ជារង្វង់ដែកមួយដើមប្រហែលជា2ចំអាមជង់ជាប់ភ្នែកម្ខាងរបស់ស្រីមុំដែលកំពុងដេកស្ដុកមិនកម្រើកសូម្បីតែចុងដៃព្រោះតែពោះរបស់នាងបានតាក់ឈោតជាមួយនឹងកណ្ដៀវដងវែងមួយដែលគេព្យួរនៅស្នួតដែកក្បែរនោះពេលធ្លាក់ចុះមកបណ្ដាលឲ្យរាងកាយដេកផ្កាប់មុខប៉ុន្តែពោះវៀនរីកសំពីចនៅខាងក្រោមដូចជាវះជ្រុះចេញមកក្រៅទាំងអស់ក្លិនឡើងក្តៅឆ្អាបឈួលពេញបរិវេណដងហើមមនុស្សរាប់សិបនាក់ដករហូតបន្តគ្នាខណៈពន្លឺពិលបញ្ចាំងញ័ររំជួយកាត់ចុះកាត់ឡើងទៅលើរាងកាយដែលដេកកោងស្ងៀមត្រឹងនោះភ្នែកអ្នកភូមិបើកធំសក្បោសម្លឹងទៅមើលគំនរឈាមខាប់ដែលកំពុងតែរៀបនឹងកកក្រៀមអ៊ំស្រីទម្លាក់ខ្លួនព្រឹបផ្ទាល់ដីដៃលុកទៅរកកូនតែមិនហ៊ានសូម្បីតែប៉ះព្រោះសម្លៀកបំពាក់កូនស្រីពេលនេះប្រឡាក់ជោកទៅដោយឈាមក្រហមច្រាលនិងពុះវៀនរត់រាយរត់តាយពីវាលពីកាលសំឡេងទ្រហោយំរបស់គាត់បន្លឺឡើងវែងអង្រួនភាពស្ងាត់ជ្រងំនៃរាត្រីជប់ងងឹតនោះគាត់យកដៃគក់ទ្រង់ខ្លួនឯងដិបសឹងទៅដាច់ខ្យល់ទៅតាមកូនជាមួយគ្នាអ៊ំប្រុសដែលចុះមកដល់ដីជើងរបស់គាត់ទន់ត្រដាប់ត្រដួតោងទប់ដើរតាមអែបជញ្ជាំងមកគាត់ហាមាត់ចំហថ្កៀមញ័រចំប្រប់រកនិយាយអ្វីមួយម៉ាត់ក៏មិនចេញមិនឃើញជាសម្ដែងភាពកោងកាចទៀតឡើយក្លិនឆ្អាបស្រស់ផ្សំសន្សាមយកបានធ្វើឲ្យអ្នកភូមិខ្លះខ្ទប់មាត់រត់ទៅក្អួតអោននៅគៀនក្បាច់គល់ដូងស្ត្រី2នាក់ដែលទៅរត់មកដល់ក្រោយគេគ្រាន់តែក្រឡេកឃើញភ្នែកម្ខាងដែលត្រូវដែកដល់ទម្លុះនោះនិងសភាពសាច់ពោះដែលរហែកមិនចេះតូចក៏ទន់ដៃទន់ជើងដួលសន្លប់ខ្ពស់ទៅលើដីឲ្យអ្នកនៅក្បែរនោះឆោឡោចាប់រត់ទ្រង់រូបព្រិញខ្យល់មកលេបរត់យ៉ាងវក់វីក្មេងៗខ្លះត្រូវបានចាស់ទាញក្បាលផ្អឹបនឹងទ្រង់បិទភ្នែកមិនឲ្យឃើញភាពរន្ធត់សាហាវនេះឡើយដោយសារសភាពសពមើលសឹងលែងយល់គ្មាននរណាហ៊ានរៀបចំផ្លាស់ប្ដូរសម្លៀកបំពាក់ឬជួសសម្អាតអ្វីច្រើនទេគេគ្រាន់តែយកក្រណាត់សមកគ្របបិទបាំងភាពអាណច្ចអាធមហើយលើកនាងដាក់លើគ្រែរនាបមួយយ៉ាងប្រយ័ត្នប្រយែងក្រោមដំបូលរងជាប់នោះឈាមក៏នៅតែបន្តជ្រាបកាត់អស់ជោគក្រណាត់បន្តស្រក់តក់មិនព្រមឈប់បើទោះជាសោកប្រែជាស្លេកស្វាយល្អោកទៅហើយព្រឹកបន្ទាប់សន្សាមត្រជាក់ធ្លាក់សាមជោគដំបូលផ្ដុំជាដំណក់ទឹកស្រក់តក់ចុះមកប៉ះដីនៅខាងក្រៅផ្សំដីអាប់មិនទាន់រសាយអស់អំពីក្បែររបងនៅឡើយសំលេងរទេះសេះបោះមកជប់ងក់នៅមុខផ្ទះបរោះចំណាស់3នាក់បាននាំគ្នាសែងក្តារមឈូសមួយមកទម្លាក់ចុះលើដីលន់ស្នូកក្រាំងវាជាមឈូសឈើដែលប្រញាប់វាផ្គុំចូលគ្នា
គ្មានលៀបថ្នាំគ្មានក្បូរក្បាច់អ្វីទាំងអស់ក៏ព្រោះតែបន្ទាន់វេលាកុំឲ្យសភាពដ៏វេទនាភ្នែកនោះតាំងនៅខាងក្រៅយូរពេកក្រោយពីរៀបចំរួចរាល់ហើយមឈូសដ៏ធំទ្រមាំងត្រូវបានគេរំកិលយកមកតម្កល់នៅលើជើងកំណល់ឈើពីរដុំស្ថិតនៅកណ្ដាលបរិវេណជាន់ខាងក្រោមតែម្ដងតុតូចមួយត្រូវបានគេយកមកដាក់ក្បែររៀបត្រៀមគ្រឿងរណ្ដាប់ដូចជាធូបទៀននិងរបស់របរក្នុងបុណ្យសពមួយចំនួនផងគ្រប់យ៉ាងមើលទៅរៀបរយល្អប៉ុន្តែមនុស្សអង្គុយកំដរមានតែមួយក្រុមតូចប៉ុណ្ណោះដែលវាមិនសមាមាត្រជាមួយបរិវេណផ្ទះដ៏ធំនេះឡើយមួយជុំវិញស្ងាត់ជ្រងំត្រជាក់ភាយភាយក្រៅតែពីសាច់ញាតិខាងឪពុកខាងម្ដាយរបស់ស្រីមុំ 7-8 នាក់និងអ្នកធ្វើការនៅក្នុងផ្ទះគឺគ្មាននរណាមកទៀតទេរំលងផុតមួយសន្ទុះក្រោយទើបមានអ្នកភូមិចូលមកប្រយតែក៏មិនមានច្រើនពួកគេខ្លះគ្រាន់តែដើរកាត់មុខរបងអឺតក៏សម្លឹងមើលបន្តិចរួចក៏ទាញមកបាំងមុខដើរខ្សឹបខ្សៀវគ្នាហូរទៅបាត់ទៅដោយភាកច្រើនគេរអាមិនហ៊ានចូលរួមទេខ្លះទៀតក៏ស្អប់ចរិតកោងកាចរបស់លោកអ៊ំប្រុសម្ចាស់ផ្ទះដែលធ្លាប់តែមើលងាយគេឯងផងបណ្ដាលឲ្យពិធីដំណើរទៅយ៉ាងស្ងាត់ឈឹងរហូតដល់គ្រប់យ៉ាងរួចរាល់ចាស់ដែលនៅវត្តក៏បានឲ្យគេដង្ហែយកទៅកប់នៅឆ្ងាយពីភូមិដោយពុំមានជាការស្អប់ខ្ពើមទេព្រោះមនុស្សភាគច្រើននៅទីនោះគឺសុទ្ធតែបានដឹងថាកាលណាសពស្លាប់របៀបទាំងមានពពោះយ៉ាងដូចនេះច្បាស់ជាខ្លាចទៅជាព្រីងមិនខានក្រោយមឈូសសពត្រូវបានគេសាច់ដាក់រទេះអ្នកបរក៏កំពុងទាញរំពាត់វិសេសឲ្យរមៀលកង់ទៅមុខយឺតជាធម្មតាឲ្យតែមានការដង្ហែសពកាត់ភូមិបើទោះជាសពនរណាក៏ដោយអ្នកស្រុកតែងតែនាំគ្នាមកឈរអមសងខាងផ្លូវឈរមើលតែថ្ងៃនេះផ្លូវទាំងមូលទទេស្អាតគ្មានស្រមោលមនុស្សឈរសូម្បីតែម្នាក់សូម្បីតែក្មេងៗរត់លេងក្បែររបងក៏បាត់ស្រមោលឈឹងទ្វារផ្ទះទាំងសងខាងផ្លូវត្រូវបានគេបិទជិតតាំងពីថ្ងៃមកបើក្រឡេកសម្លឹងទៅតាមជញ្ជាំងផ្ទះនីមួយគេឃើញត្រឹមម្រាមដៃលោកមកទាញស្លឹកត្នោតឲ្យញែកចេញពីគ្នាបន្តិចបង្ហាញកែវភ្នែកប៉ុនពងមាន់អឺតសម្លឹងមកប្រកបដោយភាពភ័យខ្លាចអ្នកខ្លះទៀតរុញមកអួចឈើតែមួយប្រឡោះតូចលួចមើលដំណើររទេះបោះហួសចេញទៅហើយក៏ប្រញាប់បិទទៅវិញឡនស្នូកក្រឹបយ៉ាងលឿនហាក់ដូចជាខ្លាចក្រែងមានខ្យល់បក់យកក្លិនអាសោចនៃសពដែលរសាត់តាមផ្លូវនោះចូលទៅក្នុងផ្ទះយ៉ាងដូចនេះដែរវងឆ្កែដែលធ្លាប់តែដេកតាមម្លប់នាំគ្នាក្រោកឈរក្តាប់កន្ទុយពួកវាងើបកញ្ចឹងកលូសំឡេងវែងពីក្រោយក្បួនតគ្នាជាវេលាដែលធ្វើឲ្យអ្នកកំពុងធ្វើដំណើរកើតក្តីមិនស្រួលចិត្តជាខ្លាំងនៅលើចុងដើមអំពិលក្បែរផ្លូវសត្វក្អែក 4-5 ក្បាលលោតចុះលោតឡើងទៅផ្ទះស្លាប់ផាប់ស្រែកឆ្លើយឆ្លងគ្នាខ្លះក៏មានហោះមកឆ្វាលគៀកមឈូសដែលគេកំពុងដឹកផងអាចទំនោរជីវាបានធំក្លិនឈាមពោះវីនស្រស់ដែលកំពុងដេកនៅខាងក្នុងនោះជាមិនខានក្រោយរទេះមានតែអ៊ំស្រីម្នាក់គត់ដែលដើរយំរហាមឯអ្នកផ្សេងទៀតអោនមុខចុះសម្លឹងមើលតែចុងជើងខ្លួនឯងគ្មាននរណាហ៊ានហើបមាត់និយាយរកគ្នាទេខ្យល់ក៏មិនបក់សោះអាកាសធាតុស្ងប់ស្ងាត់ក្តៅស្អុះស្អាប់ញើសប៉ុនក្របពោតហូររមៀលតាមគល់សោះបើទោះជាមេឃស្រអាប់គ្មានព្រះអាទិត្យពន្លឺយ៉ាងណាក្តីក្នុងចិត្តអ្នកដើរហែគ្រប់គ្នាក៏ដូចជាអ្នកភូមិដែលលួចមើលកំពុងមានអារម្មណ៍មួយដឹងថាក្នុងភូមិមានមនុស្សពោះស្លាប់យ៉ាងសាហាវដូចនេះច្បាស់ជាមានរឿងចម្លែកកើតឡើងជាមិនខាននោះទេពួកគេមានអារម្មណ៍ដឹងតាមរយៈញាណដោយខ្លួនឯងបោះជំហានបណ្ដាក៏លួចព្រឺសម្បល់បារម្ភលើកញ្ចឹងកជ្រងដំណើរគ្នាបណ្ដាលោកអ៊ំប្រុសម្ចាស់ផ្ទះចាប់តាំងពីថ្ងៃដែលបញ្ចុះសពកូនស្រីក៏រួច
គាត់ហាក់ដូចជាមនុស្សផ្សេងម្នាក់ទៀតភ្នែករបស់គាត់ឡើងក្រហមខូងជ្រៅនិងពោរពេញដោយភាពភ័យខ្លាចដែលលាក់បាំងមិនចិត្តនោះឡើយយប់គាត់មិនបានបិទភ្នែកដេកលក់ស្រួលម្ដងណាទេឲ្យតែដាក់ខ្លួនដេកសំឡេងកូនស្រីយំស្រែកអង្វរកុំឲ្យវាក៏លន់លឺឡើងមកវិញក្នុងត្រចៀកល្វើយជានិច្ចយប់នោះលោកអ៊ំប្រុសកំពុងអង្គុយនៅលើកៅអីឈើបង្ហុយផ្សែងបារិញម្នាក់ឯងនៅឯជាន់ខាងក្រៅក្បែរគាត់មានត្រឹមកូនចង្កៀងម៉ាំងសុងមួយប៉ុណ្ណោះកាលនោះអង្គុយសុកក៏មានឮសំឡេងអ្វីម្យ៉ាងលាន់ចេញពីជាន់ខាងលើមកពេលនោះគាត់ក៏បានងាកសម្លឹងទៅកាន់ពីដានតាមប្រភពសំឡេងដែរវាគឺជាសំឡេងស្នូររំពត់ផ្ដៅដែលវាសំពងទៅលើសាច់មនុស្សគឺជាសំឡេងដែលគាត់ស្គាល់ច្បាស់ណាស់វាលាន់ចេញពីក្នុងបន្ទប់ដែលចាក់សោចិត្តរបស់ស្រីមុំលោកអ៊ំក្រវីក្បាលបន្តិចតែយ៉ាងណាគាត់ក៏ស្ទុះងើបឈរយឺតហើយកាន់ចង្កៀងដើរឡើងកម្មចិនដាផ្ទះរហូតមកដល់មុខបន្ទប់គ្រាន់តែគាត់ដាក់ក្បាលអោនទៅសំឡេងនោះក៏ស្ងាត់ទៅវិញភ្លាមលោកអ៊ំឈរយកដៃរកទៅជាខ្លួនឯងមិនច្បាស់ថាដោយសារតែគាត់គិតច្រើនរវើខ្លួនឯងឬជាអ្វីឲ្យប្រកាសនោះទេចេញពីនោះមកគាត់ក៏ចូលទៅសម្រាប៉ុន្តែផ្ដេកក្បាលមិនទាន់ដល់ក្រេផងស្រាប់តែមានឮមាត់មនុស្សស្រីយំត្រសិតល្វើយពីក្រៅផ្ទះវាឮមកជាមួយនឹងខ្យល់វឺតដែលរង្គើចុងឈើខាងក្រៅខណៈមេឃងងឹតស្លុបផ្ទះតាមភូមិគេដេកស្ងាត់អស់ទៅហើយច្បាស់ណាស់អ៊ំប្រុសគាត់មិនសំងំស្ងៀមទេគាត់ទាញចង្កៀងដដែលចុះទៅឯក្រៅផ្ទះភ្លាមកំពុងលឺនោះលោកគ្រាន់តែអើតផុតពីជ្រុងមុខផ្ទះសម្លឹងទៅខាងក្រោយដាក់ភ្នែកទៅគឺបានឃើញស្រមោលរូបរាងយ៉ាងច្បាស់គ្រាន់តែមិនឃើញមុខប៉ុណ្ណោះឯសំឡេងក៏ជាសំឡេងកូនស្រីរបស់គាត់ប្រកាសគ្មានខុសនោះទេនាងដូចជាកំពុងរាវរកអ្វីមួយទាំងយំសស្រានៅលើដីងងឹតឈឹងខាងក្រោមនោះមិនយល់ទេបើតាមស្មានគឺជាគំនូរពោះវៀនខ្លួនឯងនោះហើយលោកអ៊ំស្មារតីរបស់គាត់ក៏រឹងដែរប៉ុន្តែក៏រហ័សខំថ្កៀមបិទមាត់ស្ទុះរត់ទាំងជើងជំទើចូលទៅក្នុងបន្ទប់វិញដោយគ្មាននរណាម្នាក់បានដឹងនៅឡើយហេតុការណ៍នៃយប់នោះតាមពិតមិនមែនឮតែគាត់ឡើយព្រឹកឡើងគឺមានអ្នកភូមិមួយចំនួនគេសួរនាំគ្នាដូចគ្នាថាកាលពីយប់មិញមានឮសំឡេងមនុស្សស្រីយំដែរឬទេភាគច្រើនគឺគេសុទ្ធតែបានឮថែមទាំងផ្ទះខ្លះបានប្រាប់បន្ថែមថាកាលពីទៀបភ្លឺគឺមានសំឡេងមនុស្សស្រីដើរស្រែកហៅសួរគេឯងតាមផ្ទះថាមីងឃើញកូនខ្ញុំទេមីងអ៊ំឃើញកូនខ្ញុំទេគាត់ឮតែមាត់ប៉ុណ្ណោះមិនហ៊ានសូម្បីអើតចេញទៅមើលព្រោះដឹងច្បាស់ណាស់ថាជាសំឡេងរបស់អ្នកណារាប់ចាប់តាំងពីនោះមកក្នុងផ្ទះរបស់លោកអ៊ំក៏ចេះតែមានរឿងចម្លែកកើតឡើងវាមិនចេះឈប់ឈរនោះទេសូម្បីតែមនុស្សដែលមិនដឹងខ្យល់អីដូចជាអ្នកធ្វើការនៅក្នុងផ្ទះក៏ត្រូវសុំលាឈប់ដោយមិននិយាយប្រាប់ហេតុផលមួយម៉ាត់គ្រាន់តែយប់មួយនោះគឺឮសំឡេងគាត់ស្រែកពីរោងដេកដែលនៅឯក្រោយផ្ទះគោះទ្វារសុំចូលផ្ទះធំទាំងសក់បាសជ្រោងសូម្បីតែម្ចាស់ផ្ទះផ្ទាល់ក៏មិនអាចនៅបានដែរដោយសារតែខ្មោចកូនស្រីលងបន្លាចខ្លាំងពេករហូតដល់សម្រេចចិត្តរត់ចាកចោលផ្ទះមួយរយៈសិនដោយសារវាលែងមានអារម្មណ៍កក់ក្ដៅជាផ្ទះទៀតហើយឲ្យតែយប់ឡើងមិនដឹងថាមានសត្វអ្វីខ្លះទេធំខ្មៅមកទុំពេញដំបូលស្រែកជាចាចប្រណាំងជាមួយឆ្កែដែលព្រុសលូកោះត្រហឹងពីក្បែររបងគ្មានយប់ណាដែលសម្រាកស្រួលនោះឡើយជួនឃើញមនុស្សដើរទម្លុះចូលទ្វារជួនក៏ឃើញត្រឹមតែកំពូលជើងយល់ពីលើដំបូលរោងនៅឯចំហៀងផ្ទះនេះយប់មួយនោះសំឡេងសត្វធំនៅឯលើដំបូលវានៅតែយំខ្វាឡើងរំពងពួកគាត់មិនអាចធ្វើអ្វីបានក្រៅពីខំសង្ងំដេកឯលុះឲ្យតែយប់មកដល់
ម្នាក់គ្មាននរណាហ៊ានចេញក្រៅដោយអត់គ្នានោះទេប៉ុន្តែចេះតែទ្រាំរស់នៅទាំងភ័យខ្លាចនេះរំលងអត្រាម៉ោង1កន្លះអាកាសធាតុបានចុះរងាសុទ្ធតែអបផ្សាយព័ទ្ធជុំវិញផ្ទះសក្បោបណ្ដាលឲ្យភាពត្រជាក់ភីចូលមកតាមមាត់បង្អួចដែលចំហចោលមួយចំហៀងអ៊ំស្រីបានភ្ញាក់ឡើងរួចឈោងទៅទិញប័ណ្ណផ្ទះងងុយហើយប្រះខ្លួនមកសម្រាកវិញភ្លាមប៉ុន្តែគាត់បិទភ្នែកបានតែមួយភ្លែតប៉ុណ្ណោះក៏ស្រាប់តែក្រែរបស់គាត់ក៏ធ្ងន់ស្រឹបរង្គើដល់ទាំងខ្លួនគាត់ហាក់ដូចជាមានមនុស្សម្នាក់ទៀតទើបតែឡើងមកដែរអ៊ំស្រីមិនទាន់បានចាប់អារម្មណ៍ទេតែជាមួយគ្នានោះក៏មានមាត់មនុស្សរងើមិនសូវច្បាស់ហាក់ដូចជាម្ដាយកំពុងនិយាយលងលោមកូនតូចឲ្យដេកយ៉ាងដូចនេះដែរវាលឺចិត្តត្រជាខាងស្ដាំរបស់គាត់តែសំឡេងហាក់ដូចជាគ្រលួចនៅឆ្ងាយក្នុងពេលដំណើរគ្នារហូតដល់អ៊ំស្រីភ្ញាក់មានស្មារតីភ្លាមនោះគាត់មិនទាន់បើកភ្នែកនោះទេប៉ុន្តែគាត់មានអារម្មណ៍ថាធុំក្លិនឆ្អាបឈាមនៅពេញក្នុងបន្ទប់នេះគាត់បំរុងយកដៃទៅកេះប្តីរបស់គាត់ឲ្យងើបតែបើជាលឺមាត់ប្តីរបស់គាត់បញ្ចេញសំឡេងខកដូចជាមនុស្សត្រូវគេច្របាច់កលុះតែអ៊ំស្រីបើកភ្នែកងាកទៅភ្លាមគឺឃើញរូបរាងមនុស្សស្រីខ្មៅធំសក់ឡើងសំពងកំពុងអង្គុយលើប្តីរបស់គាត់ឃើញច្បាស់នឹងមុខសាច់ស្រស់ឡើងហើមឯភ្នែកម្ខាងធ្លាក់យល់ចេញមកក្រៅមិនមែនជាកូនរបស់គាត់ទៀតទេនាងបានខ្លាចទៅជាព្រាយដែលកាចសាហាវមួយបាត់ទៅហើយអ៊ំស្រីគាត់អូសប្តីគាត់មួយទំហឹងរហូតដល់តែភ្ញាក់ងើបមកបានទាំងស្លន់ស្លោនាំគ្នារត់ទៅកាន់បន្ទប់លោកយាយដែលមានព្រះនៅទីនោះលុះព្រឹកឡើងក៏នាំគ្នារើអេវ៉ាន់ចេញភ្លាមទាំងសក់ក្បាលបាសជ្រងរត់ចាក់ចោលផ្ទះទៅរកកន្លែងផ្សេងមួយរយៈសិនព្រោះផ្ទះនេះវានៅលេងបានទៀតហើយវាហាក់បានคล้ายទៅជាសម្បុករបស់អមនុស្សទៅវិញបន្ទាប់ពីនោះមកខ្មោចរបស់នាងក៏អុកឡុកលងបន្លាចគេពេញទាំងភូមិធ្វើឲ្យអ្នកស្រុកនៅជិតនោះបានស្គាល់ច្បាស់នៅពាក្យថាលោកមិនរើសមុខនោះវាបែបណាអ្នកស្រុកមួយចំនួនចាប់ផ្ដើមរុះរើផ្ទះខិតទៅតាំងនៅទីឆ្ងាយសល់តែអ៊ំហ៊ានឪពុករបស់បងណេតដោយហេតុគាត់ក្រីក្រមិនដឹងថាទៅខាងណាទេរួចថែមទាំងនៅគៀកផ្ទះនោះជាងគេទៀតផងប៉ុន្តែចុងក្រោយគាត់ក៏បង្ខំចិត្តចាក់ចេញពីទីនោះសិនព្រោះតែហេតុការណ៍មួយធ្វើឲ្យគាត់ស្ទើរតែបាក់ស្បាតលែងហ៊ានរស់នៅទីនោះបន្តកាលនោះមិនទាន់ជាយប់អីខ្លាំងប៉ុន្មានទេប៉ុន្តែដោយហេតុលែងសើមានមនុស្សនៅក្បែរវាក៏ប្រែជាស្ងាត់តាមផ្លូវខុសពីធម្មតានេះតាមក្រោយភូមិកាន់តែលែងមាននរណាហ៊ានដើរឆ្លងកាត់នៅពេលងងឹតទៀតហើយប៉ុន្តែកាលនោះអ៊ំហ៊ានក៏ទើបតែមកពីបបកត្រីនៅត្រពាំងខាងក្រោយវាមិនឆ្ងាយប៉ុន្មានអំពីផ្ទះគាត់ពេកនោះទេពេលធ្វើដំណើររកដប់ទៅមិនមានអ្វីកើតឡើងសូម្បីតែបន្តិចប៉ុន្តែស្រាប់តែពេលគាត់មកវិញតាមផ្លូវដដែលទម្លុះសំដៅទៅក្រោយផ្ទះគាត់ដងបបករបស់គាត់ដែលកំពុងលេងនៅលើស្មាវាបានតាក់ខ្សែទៅនឹងដប់គៀនផ្លូវនោះធ្វើឲ្យគាត់អាក់ជើងអាក់ដំណើរបន្តិចបំរុងនឹងបកទៅដោះវាយកមកតែមិនទាន់នឹងបានទៅផងគ្រាន់តែងាកវឹបស្រាប់តែនៅចុងឈើខ្មៅឯខាងក្រោយឃើញដូចជាក្រណាត់សហោះរលាស់ពីដើមឈើមួយទៅដើមឈើមួយហើយក៏ទៅឈប់ងក់នៅឯចុងអំពិលឡើងមួយដុំលើនោះយ៉ាងចម្លែកអ៊ំហ៊ានគាត់ខំសម្លឹងមើលឯជើងក៏ឈានចូលម្ដងបន្តិចដោយមិនដឹងខ្លួនមើលកាន់តែយូរទៅស្រាប់តែវាដូចមនុស្សទៅជារាងដូចជាមនុស្សអង្គុយកៅអីតែអង្គុយនៅលើចុងឈើឯណោះមានដៃមានជើងមានសក់ក្បាលឡើងវែងអង្គុយសុកស្រាប់តែងើបហោះស្ទុយកាត់មុខអ៊ំហ៊ានយ៉ាងច្បាស់ជាមនុស្សស្រីសក់សំពងភ្នែកធ្លាក់មួយចំហៀងមាន3ទាំងកូនហោះចូលទៅតាមបង្អួចផ្ទះនោះបាត់ឈឹង
ស្មាឡើងធំជាងគាត់ទៅទៀតអ៊ំហ៊ានគាត់ស្ទុះរត់ជើងលេងជាប់ដីគាត់ស្ទើរតែគ្រុនរួចនាំប្រពន្ធកូនចេញទៅផ្ទះសាច់ញាតិទាំងយប់ដោយសារតែទីនេះគ្រាន់តែទៅគឺដឹងតែឃើញហើយឃ្លាតពីគ្នាមិនដល់20ម៉ែត្រស្រួលបួលផងរំលង3ថ្ងៃនេះខណៈពេលព្រលប់មួយខណៈដែលបានស្បែកជើងផ្ទាត់ចាស់សឹករិចរិលមួយគូកំពុងបោះចំហៀនជន់កំទេចស្លឹកឈើស្ងួតនេះតាមបណ្ដោយផ្លូវជាជើងរបស់បងវ៉ាន់ណេតកំពុងដើរចូលមកកាន់ភូមិក្រោយពីបាត់ទៅជាយូរគាត់សម្លឹងឆ្ពោះទៅកាន់ភូមិគ្រឹះពណ៌លឿងដែលឈរត្រដែតត្រដឹមនៅក្នុងភាពងងឹតដោយស្នាមញញឹមរឹមជាប់នៅលើបបេមាត់គាត់ត្រូវបានគេចាប់ខ្លួនឃុំឃាំងសួរចម្លើយអស់ជាច្រើនខែទើបត្រូវបានដោះលែងមកវិញដោយសារជាប់ពាក់ព័ន្ធនឹងបទល្មើសរបស់កម្មករធ្វើការជាមួយគ្នាទើបបណ្ដាលឲ្យដំណឹងគ្រប់យ៉ាងក៏ដូចជាសម្បត្តិដែលឪពុកផ្ញើទៅមិនបានធ្លាក់ដល់ដៃរបស់គាត់សូម្បីតែមួយសន្លឹកហើយគាត់ក៏មិនដឹងសោះថានៅក្នុងភូមិមានរឿងអ្វីកើតឡើងពេលដើរចូលដល់កាន់តាគៀបផ្ទះបងវ៉ាន់ណេតងាកសម្លឹងឆ្វេងស្ដាំក្រឡេកទៅគ្រប់ទីកន្លែងដែលធ្លាប់តែមានពន្លឺចង្កៀងផ្លុងនិងសំឡេងមនុស្សនិយាយគ្នាអ៊ូអរពេលនេះប្រែជាស្ងាត់ជ្រាបដូចជាវាលរហោឋានទ្វារផ្ទះអ្នកភូមិគ្រប់ខ្នងបានបិទជិតឈឹងសូម្បីតែសត្វឆ្កែក៏គ្មានឮសំឡេងព្រុសដែរគាត់មិនបានយកចិត្តទុកដាក់នឹងភាពខុសប្រក្រតីនេះទេជើងរបស់គាត់បោះជំហានយ៉ាងលឿនតម្រង់មកផ្ទះរបស់ខ្លួនឯងមកដល់ទីធ្លាខាងក្រៅភាពងងឹតបានគ្រប់ដណ្ដប់ជុំវិញឪពុកម្ដាយនិងប្អូនរបស់គាត់បាត់ស្រមោលសូន្យការងឿងឆ្ងល់បានផុសឡើងនៅក្នុងខួរក្បាលមួយផ្លេតប៉ុន្តែវាក៏ត្រូវបានរុញច្រានចេញទៅវិញភ្លាមដោយសេចក្តីនឹករលឹកដែលដុតរោលក្នុងទ្រូងគាត់មិនបានខ្វល់ទេថាអ្នកផ្ទះទៅណាអ្វីដែលគាត់ចង់ឃើញចង់ជួបបំផុតនៅវិនាទីនេះគឺផ្ទៃមុខរបស់មនុស្សស្រីដែលគាត់ស្រឡាញ់ស្មើជីវិតបងវ៉ាន់ណេតទម្លាក់បំពេចចោលនៅលើរនាបគ្រែរួចដើរសម្ដៅទៅមាត់បង្អួចឈើដែលគាត់ធ្លាប់ឈររាល់ដងគាត់លូកដៃរុញឲ្យវារបាក់ឡើងលន់ស្នូកក្រាក់តិចរួចចោលភ្នែកសម្លឹងទៅកាន់បង្អួចជាន់ខាងលើនៃផ្ទះធំនោះដូចអ្វីដែលគាត់ធ្លាប់ធ្វើកាលពីអតីតកាលនៅសុកបង្អួចនោះស្រាប់តែរបាក់ឡើងដែរសន្សឹមស្រីមុំឈរនៅទីនោះស្លៀកសម្លៀកបំពាក់សរលុងខ្យល់នេះពេលយប់បក់រំភើយប៉ះចុងសក់របស់នាងកែវភ្នែកទាំងពីរប្រសពគ្នានាងញញឹមយ៉ាងទន់ភ្លន់មកកាន់គាត់ត្រឹមតែមួយពព្រិចភ្នែកនាងក៏បោះជំហានថយទៅក្រោយបាត់ពីមាត់បង្អួចមិនយូរប៉ុន្មានសំឡេងបើកទ្វាររបងដាច់ខាងមុខផ្ទះក៏លាន់លឺឡើងស្រីមុំដែលតម្រង់មករកគាត់យ៉ាងចម្លែកមិនធ្លាប់មានក្លិនផ្កាសាយភាយពីរាងកាយនាងខណៈលោកម្រាមដៃសក្បោសដូចបណ្ដូលជែកមកចាប់ប្រអប់ដៃរបស់បងវ៉ាន់ណេតសាច់នាងត្រជាក់ស្រេបដូចជាទឹកអម្រឹតនាងមិនហើបមាត់និយាយអ្វីសូម្បីមួយម៉ាត់គ្រាន់តែអូសដៃគាត់ដែលកាត់របងចូលទៅក្នុងផ្ទះនាភូមិគ្រឹះរបស់នាងខុសពីសភាពស្ងាត់កំសត់នៅខាងក្រៅផ្ទះរបស់ស្រីមុំពេលនេះមានអុជចង្កៀងបំភ្លឺចុះចេះចុះចាចគ្រប់ជ្រុងកៀនកោះទាំងអស់តែអ្វីដែលប្លែកនោះគឺគ្មានស្រមោលមនុស្សសូម្បីតែម្នាក់ទាំងអ្នកបម្រើទាំងឪពុកម្ដាយរបស់នាងសំឡេងសម្រាប់ជើងអ្នកទាំងពីរអូសកាត់កម្មចិនដាឡើងទៅជាន់ខាងលើបន្តទៅជួបទ្វារឈើបន្ទោះរួចម្ចាស់វាក៏រុញឲ្យរបាក់ចំហឡើងនាងដឹកដៃគាត់សម្ដៅចូលទៅក្បែរគ្រែនៅលើពុកពណ៌សស្អាតរៀបរយមួយមានទារកតូចម្នាក់កំពុងគេងរុំក្នុងក្រណាត់ស្រីមុំញញឹមស្រាលហើយពោលពាក្យថានេះជាកូនរបស់យើងទាំងពីរបងវ៉ាន់ណេតបើកភ្នែកធំទឹកភ្នែកក្តៅអ៊ុនក៏ហូរស្រក់រមៀលកាត់ថ្ពាល់
គាត់លុតជង្គង់ចុះនៅក្បែរគ្រែលូកដៃញ័រទៅស្ទាបត្បល់ទន់ៗរបស់កូនហើយក៏រៀបរាប់ប្រាប់អំពីបញ្ហាដែលគាត់បានជួបទើបមិនបានទទួលដំណឹងអ្វីអស់ជាច្រើនខែគាត់ងើបមុខសម្លឹងទៅកាន់ស្រីមុំដែលកំពុងឈរញញឹមនៅក្បែរនោះរួចក៏សួរបកត្រឡប់ទៅថាចុះលោកអ៊ំទាំងពីរគាត់ព្រមទទួលស្គាល់ពួកយើងហើយមែនទេស្រីមុំមិនបានឆ្លើយតបទេនាងគ្រាន់តែបន្តញញឹមយ៉ាងទន់ភ្លន់ទម្លាក់ខ្លួនចុះរួចផ្អែកក្បាលមកលើស្មារបស់គាត់បងវ៉ាន់ណេលើកដៃទៅអោបរឹតរាងកាយដ៏ត្រជាក់នោះយ៉ាងណែនបញ្ចេញអស់នូវក្តីនឹកនាដែលខានជួបគ្នាជាយូរស្រាប់តែខណៈដែលភាពកក់ក្ដៅកំពុងតែគ្របដណ្ដប់នោះសំឡេងហៅយ៉ាងតក់ក្រហល់បានបន្លឺឡើងពីមាត់ផ្លូវទម្លុះភាពស្ងាត់ជងំចូលមកដល់ត្រជាវាជាសំឡេងរបស់អ៊ំហ៊ាននិងស្នូខ្សឹបខ្សៀវរបស់អ្នកភូមិ3 4នាក់ទៀតហើយរកឈ្មោះរបស់បងវ៉ាន់ណេបងវ៉ាន់ណេប្រញាប់ប្រឡែងដៃពីស្រីមុំហើយប្រាប់ថាពុកបងហៅហើយចាំបងចុះទៅជួបគាត់មួយផ្លេតសិនគាត់និយាយរួចក៏ស្ទុះក្រោកឈរបោះជំហានរត់ចុះទៅតាមកម្មចិនដាយ៉ាងលឿនគ្រាន់តែជើងរបស់គាត់ផុតមាត់ទ្វារនៃផ្ទះធំភ្លាមពន្លឺចង្គៀងដែលភ្លឺចុះចេះចុះចាច់ក្នុងផ្ទះកាលពីអំបញ្ញមិញស្រាប់តែរលត់ឈឹបសូនជើងក្នុងតែមួយវិនាទីបងវ៉ាន់ណេគាត់មិនទាន់បានចាប់អារម្មណ៍នឹងរឿងនេះទេគាត់បន្តរត់សម្ដៅទៅរកឪពុកនៅលើផ្លូវក្រោមពន្លឺភ្លើងគប់ដែលឆេះសន្ធើអ៊ំហ៊ាននិងអ្នកស្រុកឈោប្រជ្រៀតគ្នាភ្នែករបស់គាត់បាក់ធំសក្បោសសម្លឹងមកបងវ៉ាន់ណេអ៊ំហ៊ានមិននិយាយអ្វីមួយម៉ាត់គាត់ស្ទុះមកចាប់កដៃកូនប្រុសគាត់ត្រាក់អូសយ៉ាងកំរោលឲ្យដើរតាមគាត់អ្នកភូមិផ្សេងទៀតក៏ប្រញាប់ប្រញាល់រត់អមទាំងសងខាងដោយងាកមើលក្រោយមើលទៅផ្ទះធំនោះជាប់រហូតការអូសទាញនោះបន្លាយពេលរហូតដល់បរិវេណខាងក្រៅភូមិដែលជាកន្លែងអ្នកស្រុកភាគច្រើនមកផ្ដុំគ្នាជ្រកកោនបណ្ដោះអាសន្នបងវ៉ាន់ណេក៏សួរទាំងដង្ហើមដង្ហក់ញាប់ទៅថាពុកនេះមានរឿងអីមិនក៏មកនៅទីនេះអស់អញ្ចឹងអ៊ំហ៊ានទម្លាក់ខ្លួនចុះអង្គុយផ្ទាល់ដីលើកដៃគក់ទ្រង់ខ្លួនឯងបរិះចំណាស់ម្នាក់ទៀតដែលនៅក្បែរនោះជាអ្នកឆ្លើយតបជំនួសថាអណេតអើយស្រីមុំវាស្លាប់បាត់ហើយរួចឯងទៅទីនោះធ្វើអីទៀតពួកគាត់ជួយគ្នានិយាយបញ្យលរាយរាប់គ្រប់យ៉ាងពាក្យរៀបរាប់នោះប្រៀបដូចជារន្ទះបាញ់ចំកណ្ដាលដើមទ្រូងបងវ៉ាន់ណេគាត់ក្រវីក្បាលស្ទើរតែជ្រោះទឹកមុខប្រែជាក្រហមខាងទៅវិញគាត់ស្រែកថាមិនពិតទេកុំមកកុហកខ្ញុំគាត់ស្រែកលោឡាទាំងទឹកភ្នែកហូរច្រោកប្រាប់តែគេឯងថាគាត់ទើបតែបានជួបនាងទេរួចក៏ច្រានអ្នកដែលនៅរារាំងខាងមុខចេញស្ទុះបល់បោះពួយត្រឡប់ចូលទៅក្នុងភូមិទាំងកណ្ដាលយុគដោយមិនខ្វល់ពីសម្រេចឪពុកគាត់ពីក្រោយនោះឡើយជើងទាំងគូខំរត់ត្រដាបត្រដួសទឹកភ្នែករហាមរហូតផ្លូវរហូតមកឈប់ងក់នឹងមុខរបស់ផ្ទះធំនោះម្ដងទៀតស្ថានភាពពេលនេះខុសស្រឡះពីពេលមុនទាំងស្រុងក្លិនដីក្លិនលីមកប្រជាវស្អុយរលួយឆ្អែតឆ្អាបសាយភីមកពេញខ្យល់ទ្វារផ្ទះបាក់ចំហទង្គិចគ្នាម្ដងបិទម្ដងបើកដោយសារខ្យល់ឯបងវ៉ាន់ណេឈានជើងចូលទៅក្នុងនោះដោយគ្មានការស្ទាក់ស្ទើរពន្លឺព្រះច័ន្ទរឹមជះកាត់មាត់បង្អួចបង្ហាញឲ្យឃើញធូលីឡើងសំពងនៅចំកណ្ដាលផ្ទះស្រមោលស្រីម្នាក់កំពុងឈរត្រឹងចាំជាស្រេចបងវ៉ាន់ណេបោះចំហៀនចូលយឺនជាតិបន្តិចម្ដងគាត់ហៅឈ្មោះនាងតិចថាមករូបនោះងាកមកយឺតលន់ស្នូឆ្អឹងក៏កាត់គ្នាក្រឹបរាងកាយដែលគាត់ទើបតែអោបកាលពីមុនពេលនេះវាមានសភាពសាច់ឡើងស្វាយខ្មៅសម្លៀកបំពាក់ខោអាវប្រឡាក់ជោគទៅដោយឈាមឡើងក៏ខ្លះ
ពោះរបស់នាងមានស្នាមរហែកដាច់ចន្លោះប្រហោងធំពោះវៀនរអិលធ្លាក់ចេញមកកកកុញពីពេញប្រឡោះជើងនិងប្រឡាក់រីកសំពីក្នុងដៃរបស់នាងគឺជាទារកតូចនោះហើយអ្វីដែលកាន់តែអណោចអាធំនោះគឺភ្នែកម្ខាងរបស់នាងមានដៃជ្រេះស៊ីមួយដើមដល់ទម្លុះជាប់នៅក្នុងកណ្ដាលប្រឡងភ្នែកឡើងជ្រងាងភ្នែកម្ខាងទៀតដែលនៅសល់ក្រឡាប់សោកក្បោកសម្លឹងចំមកបងវណ្ណេរួមជាមួយស្នាមញញឹមមួយដ៏គួរឲ្យព្រឺក្បាលបងវណ្ណេទន់ជង្គង់ដួលព្រឹបទៅលើឥដ្ឋការ៉ូស្មារតីរបស់គាត់ហោះហើរខ្ចាត់ខ្ចាយបាត់អស់រលីងអ្នកស្រុកដែលរត់មកតាមពីក្រោយបានសម្រុកចូលមកទាញអូសជើងរបស់គាត់យកចេញទៅក្រៅទាំងគ្មាននរណាមាត់អីបន្តិចចាប់តាំងពីយប់នោះមកបងវណ្ណេលេងហើបមាត់និយាយស្ដីជាមួយអ្នកណាទាំងអស់បានត្រឹមតែអង្គុយអោបក្បាលជង្គង់សម្លឹងមើលទៅទិសភូមិចាស់រហូតដល់តែភ្នែកឡើងក្រហមត្រឹមតែ3ថ្ងៃប៉ុណ្ណោះគាត់ក៏បានបាត់ខ្លួនចេញពីកន្លែងស្នាក់នៅអ្នកភូមិដើររាវរកគ្រប់ទីកន្លែងតែនៅតែមិនឃើញរហូតដល់សប្តាហ៍បន្ទាប់ក្លិនស្អុយអាសោចរលួយមួយបានភាយចេញពីក្នុងផ្ទះភូមិគ្រឹះពណ៌លឿងនោះបុរសចំណាស់ដែលក្លាហានបាននាំគ្នាយកក្រមាខ្ទប់ច្រមុះដើរចូលទៅពិនិត្យមើលពួកគេបានប្រទះសាកសពរបស់បងវណ្ណេដេកស្លាប់ចំកណ្ដាលផ្ទះក្បែរកន្លែងដែលស្រីមុំធ្លាប់ឈរនោះហើយឯក្បាលរបស់គាត់ត្រូវបានកាច់បំបាក់រមួលមកខាងក្រោយខ្នងទាំងស្រុងក្រោយពីហេតុការណ៍នោះមកភូមិទាំងមូលត្រូវបានគេបោះបង់ចោលខ្លាចជាទីដីស្ងាត់ជ្រងំយប់ប្រលប់អ្នកដំណើរដែលត្រូវធ្វើដំណើរបរទេះកាត់ផ្លូវនោះតែងតែអះអាងថាតាមប្រោងបង្អួចជន់ខាងលើនៃផ្ទះធំគឺគេតែងឃើញស្រមោលមនុស្ស2នាក់ឈរទន្ទឹមគ្នាសម្លឹងចុះមកខាងក្រោមជានិច្ចហើយគេក៏ប្រកាសយ៉ាងច្បាស់ជាក់ថាគ្មាននរណាក្រៅតែអំពីដួងវិញ្ញាណអ្នកទាំងពីរនោះឡើយ